សួស្តីអ្នកនរគ្នាថ្ងៃនេះ Gaming PC Build របស់យើងបានរៀបចំជូនអតិថិជនមួយគ្រឿងទៀតហើយដែល PC Build នេះគឺអតិថិជនគាត់បានជ្រើសរើសជាមួយនឹង CPU Intel Core i7 ជំនាន់ទី14700KF ដែលមាន20 Core 28 Thread ហើយសម្រាប់ VGA គឺអតិថិជនរបស់យើងគាត់បានជ្រើសរើសជាមួយនឹង VGA របស់ ASUS Dual RTX 50 Ti ជាប្រភេទ OC Edition ដែលមាន VRAM 8GB ហើយមានការធានាជូនពីក្រុមហ៊ុនរយៈពេល3ឆ្នាំហើយសម្រាប់ motherboard គឺយើងបានប្រើប្រាស់ជាមួយនឹង motherboard របស់ ROG Strix B760A Gaming Wi-Fi ដែលមានការធានា3ឆ្នាំពីក្រុមហ៊ុនហើយតាក់ទងជាមួយនឹង RAM គឺអតិថិជនគាត់បានជ្រើសរើសជាមួយនឹង RAM ដែលមានទំហំ 16GB 6000 របស់ HPG ដែលមានជាមួយនឹងភ្លើង RGB មកជាមួយផងដែរហើយសម្រាប់ RAM អ្នកទាំងអស់គ្នាអាច upgrade បានផងដែរដោយសារតែ mainboard B760A Gaming Wi-Fi ហ្នឹងគឺមាន slot RAM រហូតដល់4 slot ដែលអាចឲ្យអតិថិជនអាច upgrade នៅពេលក្រោយបានហើយសម្រាប់ storage គឺយើងបានប្រើប្រាស់ជាមួយនឹង storage ដែលមានទំហំ 1TB ជាប្រភេទ M2 PCIe Gen 4ហើយបើសិនជាអ្នកទាំងអស់គ្នាចង់ upgrade ក៏អាច upgrade បានផងដែរដោយសារតែ board ហ្នឹងគឺមាន slot សម្រាប់ឲ្យយើងអាច upgrade ចំណែកឯ power supply របស់ PC Build ហ្នឹងគឺយើងបានប្រើប្រាស់ជាមួយនឹង power supply ដែលមានទំហំ 1000W របស់ Antec ដែលមានការធានារហូតដល់5ឆ្នាំពីក្រុមហ៊ុនសម្រាប់ CPU cooling គឺយើងបានប្រើប្រាស់ជាមួយនឹង cooler liquid របស់ Jungle Leopard ដែលមាន fan 3ហើយមានជាមួយនឹង LCD ដែលបង្ហាញទាក់ទងជាមួយនឹងព័ត៌មានរបស់ PC Build មួយគ្រឿងហ្នឹងរីឯ cache វិញអតិថិជនរបស់យើងក៏បានជ្រើសរើសជាមួយនឹង cache Jungle Leopard AX2 ពណ៌ខ្មៅដែលជាប្រភេទ ATX cache ដែលមើលទៅគឺស្រស់ស្អាតមែនទែនហើយមានជាមួយនឹង fan RGB 7គ្រាប់ដែលធ្វើឲ្យ PC Build មួយគ្រឿងនេះគឺស្រស់ស្អាតហើយមានជាមួយនឹងប្រព័ន្ធខ្យល់ចេញចូលបានល្អមែនទែនតាក់ទងជាមួយនឹងតម្លៃវិញ PC Build នឹងដែរគឺមានតម្លៃពិសេសមែនទែនត្រឹមតែ$1000ជាងតែប៉ុណ្ណោះហើយមានជាមួយនឹងការធានាត្រឹមត្រូវពីក្រុមហ៊ុនអញ្ចឹងបើសិនជាអ្នកនរគ្នាកំពុងតែមានតម្រូវការជាមួយនឹង PC Build គ្រប់ spec គ្រប់កម្រិតដែលមានតម្លៃល្អគុណភាពខ្ពស់និងទំនុកចិត្តកុំភ្លេចអញ្ជើញមកកាន់ Top Tech Computer ឬក៏អ្នកនរគ្នាអាចតាក់ទងមកកាន់ពួកយើងតាមរយៈលេខទូរស័ព្ទ Facebook Page និង Telegram ដែលមាននៅលើវីដេអូនេះស្រាប់សូមអរគុណនិងសូមជម្រាបលា